ថ្ងៃនេះមកឆាបន្លែប្រៃម្ដងហើយបន្លែប្រៃនេះគឺខ្ញុំបេះកាលពីអាទិត្យមុនណានិយាយទៅធ្វើម្ហូបហ្នឹងរៀងយូរដែរហើយប៉ុន្តែទើបតែបានកាត់វីដេអូហើយរបៀបឆាគឺងាយៗទេគឺខ្ញុំឆាជាមួយនឹងសាច់បង្គាគឺឆ្ងាញ់ណាស់បងប្អូនស្លឹកនេះផងដែរភាគច្រើនខ្មែរយើងហៅថាត្រួយកដោបអញ្ចឹងខ្ញុំហៅត្រួយកដោបដូចគ្នាដែរទៅបងប្អូនហើយវិធីឆារបស់ខ្ញុំគឺងាយៗទេហើយរសជាតិឆ្ងាញ់ទៀតចំពោះត្រួយកដោបហ្នឹងគឺខ្ញុំបេះកាត់យកតែចុងខ្លីៗគឺត្រួយតែម្ដងបងប្អូនចាយើងយកតែកន្លែងណាខ្ចីៗអញ្ចឹងណាហើយលាងទឹកឲ្យបានស្អាតហើយបានច្រើនដងបន្ទាប់មកខ្ញុំលាយជាមួយនឹងសាច់បង្គាផងដែរចារបៀបឆាហ្នឹងគឺយើងត្រូវដាក់ខ្ទះហើយដាក់ខ្ទឹមបំពងចូលខ្ទឹមហ្នឹងគឺខ្ញុំបានបំពងទុកបងប្អូនហើយយើងឆារៀងឈ្ងុយបន្តិចមកបន្ទាប់ពីឈ្ងុយហើយខ្ញុំលីងសាច់បង្គាមុនចំពោះបង្គានេះគឺខ្ញុំអត់ដាក់គ្រឿងអីទាំងអស់បងប្អូនគ្រាន់តែលីងឲ្យបានឆ្អិនសិនណាព្រោះកាលណាដែលយើងដាក់គ្រឿងផងហើយពេលដែលយើងឆាដាក់គ្រឿងទៀតគឺនឹងធ្វើឲ្យម្ហូបយើងប្រៃអញ្ចឹងហើយគឺខ្ញុំអត់ទាន់ដាក់គ្រឿងអីទេបងប្អូនខ្ញុំចាំដាក់ពេលដែលខ្ញុំឆាជាមួយនឹងបន្លែវិញហើយខ្ទឹមសដែលនៅសល់ហ្នឹងគឺយើងយកមកឆាជាមួយនឹងបន្លែទៀតចាយើងចាក់ត្រួយកដោបយើងចូលទៅហើយយើងចាក់ទឹកតិចមកដើម្បីកុំឲ្យខ្លោចអញ្ចឹងណាបងប្អូនហើយឆានេះខ្ញុំអត់ដាក់គ្រឿងអីច្រើនទេបងប្អូនហើយអំបិលក៏អត់ដាក់ដែរខ្ញុំដាក់តែទឹកត្រីប្រេងខ្យងតិចៗហ្នឹងឯងយើងថែមម្រេចហើយប៊ីចេងស្ករសបន្តិចទៅបងប្អូនបើសិនជាញ៉ាំស្ករសអញ្ចឹងណាចាហើយនឹងម្សៅស៊ុបមាន់ហ្នឹងថែមបន្តិចផងដែរគ្រឿងផ្សំរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេដោយសារតែពេលដែលយើងឆាទៅត្រួយកដោបហ្នឹងគឺតិចខ្លាំងមែនតើបងប្អូនឃើញតែរៀងច្រើនអញ្ចឹងពេលដែលយើងដាក់ឆាទៅគឺតិចមែនតើហើយយើងថែមជាមួយនឹងខ្ទឹមបារាំងតិចផងដែរឆាខ្ទឹមបារាំងចុះឡើងឲ្យឆ្អិនតិចទៅបន្ទាប់មកយើងចាក់បង្គាដែលឆ្អិនមិញនឹងចូលទៅបងប្អូនហើយយើងគ្រាន់តែឆាពី3ត្រឡប់ទៅបងប្អូនឲ្យភ្លក់មើលតាមការចូលចិត្តបានហើយពោះខ្ញុំវិញអត់ដាក់អំបិលអីទេណាបងប្អូនបើដាក់ខ្លាចរៀងប្រៃទៀតអញ្ចឹងប៉ុណ្ណឹងគឺល្មមឆ្ងាញ់ហើយអញ្ចឹងយើងអាចដួសដាក់ចានបានហើយចំពោះឆានេះគឺឆ្ងាញ់មែនតើបងប្អូនធ្លាប់យកត្រួយកដោបហ្នឹងទៅធ្វើសម្លម្ជូរឬក៏ធ្វើលក់បន្លែផ្សេងណាតែលើកនេះខ្ញុំច្នៃយកមកឆាអញ្ចឹងមានអីបងប្អូនអើយឆ្ងាញ់មែនតើហើយចំពោះដើមហ្នឹងឥឡូវចេញផ្កាអស់ហើយបងប្អូនកាលមុនហ្នឹងមានត្រួយអញ្ចឹងតែឥឡូវវិញសម្បូរតែផ្កាព្រោះថាដល់ខែចេញផ្កាហើយពេលដែលយើងដាក់ឆាទៅគឺអត់ស្វិតអត់អីទេបងប្អូនបើយើងយកតែត្រួយខ្ចីៗអញ្ចឹងគឺឆ្ងាញ់